ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះថ្ងៃនេះដែរនាងខ្ញុំសូមធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹងសុខភាពស្ត្រីហើយក៏មានបងប្អូនមួយចំនួនគាត់មានចម្ងល់ហើយតែងតែអាសាខាតសួរមកកាន់នាងខ្ញុំថាតើអ្វីដែលគាត់មានបញ្ហាហ្នឹងជាបញ្ហាឬមួយក៏ជាអាការៈធម្មតាទេចាអញ្ចឹងសូមលើកឡើងឲ្យច្បាស់លាស់បណ្ដោយពាក់ព័ន្ធជាមួយនឹងបញ្ហាធ្លាក់សអញ្ចឹងការធ្លាក់សរបស់យើងគឺបែងចែកចេញជាពីរប្រភេទគឺធ្លាក់សមកជាប្រចាំដោយលក្ខណៈធម្មតាមកថ្លាៗនិងការធាក់សដែលមានបញ្ហាអញ្ចឹងចំពោះការធាក់សដែលបងប្អូនមានមកជាប្រចាំខែមុនពេលមករដូវឬមួយក៏ក្រោយពេលមករដូវហើយមានពណ៌ថ្លាហើយគ្មានក្លិនគ្មានពណ៌ហ្នឹងគឺជាការធាក់សធម្មតាអញ្ចឹងបើសិនជាបងប្អូនស្ត្រីរបស់យើងដែលមានការធាក់ជាប្រចាំខែហ្នឹងគឺមិនមានជាបញ្ហាអ្វីនោះទេប៉ុន្តែជាការធាក់សដែលបងប្អូនមានពណ៌មានក្លិនហើយមានការរមាស់ការធាក់សបែបនេះគឺជាការធាក់សមានបញ្ហាចឹងនៅក្នុងវីដេអូក្រោយនាងខ្ញុំនឹងបង្ហាញអំពីថាតើកត្តាអ្វីខ្លះដែលធ្វើឲ្យបងប្អូនមានបញ្ហាធាក់សហើយការធាក់សដែលមានបញ្ហាហ្នឹងគឺមានសន្តានបែបណាខ្លះចា៎សូមអរគុណ